អូខេបាទសួស្តីអ្នកទាំងអស់គ្នាយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹងរឿងកម្ពុជាអ្នកប្រយុទ្ធនៅក្នុងពិភពនិមិត្តរដូវកាលទី1ភាគទី17ទាំងអស់គ្នាចាប់ផ្ដើមនៃសាច់រឿងនៃភាគទី17បន្ទាប់ពីការប្រយុទ្ធចប់ស៊ីធូវ៉ាន់ជន់អង្វរសុំឲ្យចៅហ្វាងគុំសម្លាប់នាងក៏បន្តថាការពីមុននាងខ្វាក់ភ្នែកហើយថែមទាំងល្ងងក៏ប៉ុន្តែឥឡូវហ្នឹងនាងបានដឹងកំហុសហើយប្រសិនបើចៅហ្វាងទុកជីវិតឲ្យនាងនឹងប្រើប្រាស់រាងកាយដែលមានធាតុយីនជួយដល់ការវឹកហាត់របស់ចៅហ្វាងថែមទាំងយល់ព្រមធ្វើជាទេសកលឬក៏អ្នកបម្រើដោយគ្មានឥតលក្ខខណ្ឌចៅហ្វាងតបវិញថាបើទោះបីជាពួកយើងបានភ្ជាប់ពាក្យក៏ដោយពួកយើងក៏មិនដែលបានជួបមុខគ្នាដែរហើយស៊ីធូហោជាក៏បានស្លាប់ចាត់ទុកថាពួកយើងបានរួចគ្នាគ្មានអ្នកណាចម្ពាក់អ្នកណាទៀតឡើយពុំម៉ាត់ថាកាលពីមុនមានចៅច័ន្ទម្នាក់ជាអ្នកក្លាហានប្រចាំទីក្រុងអ៊ីស៊ុយឥឡូវមានចៅហ្វាងជាអ្នកមានទេពកោសល្យជាអ្នកចម្បាំងម្នាក់ទៀតពូមុខសតបថាមើលទៅគ្រួសារស៊ីធូអង្គក៏បាត់បាយក៏អស់កាលពីមុនស្រវាតោងគ្រួសារចៅនៅរាជធានីមើលឥឡូវស្អីក៏មិនបានថែមទាំងបង់ជីវិតទៅទៀតបើសិនជាពេលនោះមិនផ្ដាច់ពាក្យពឹងផ្អែកទៅលើចៅហ្វាងគ្រួសារស៊ីធូច្បាស់ជាខ្លាយជាគ្រួសារដែលមានអំណាចជាងគេនៅពេលនេះហើយស៊ីធូវ៉ាន់ជន់ខឹងជាខ្លាំងក្តាប់ដៃស្បត់ទៅកាន់មេឃហៅឈ្មោះរបស់ចៅហ្វាងថាបានសម្លាប់ឪពុករបស់នាងបំផ្លាញនៅគ្រួសាររបស់នាងបំផ្លាញនៅអាពាហ៍ពិពាហ៍របស់នាងស៊ីធូវ៉ាន់ជន់សូមស្បត់ទៅកាន់មេឃនាងនឹងសម្លាប់ចៅហ្វាងហើយផ្ដល់នៅអ្វីដែលចៅហ្វាងបានធ្វើនៅថ្ងៃនេះចៅហ្វាងដើរទៅដល់ខាងក្រៅហាក់មានរបួសខ្ទប់ដើមទ្រូងបើទោះបីជាគាត់បានផ្ទុះ level អាចព្យាបាលរបួសបានក៏ដោយសារតែការប្រើប្រាស់ស្នៀតសម្រែកតោរោមាសព្រលឹងវិញ្ញាណរបស់គាត់ពិតជាមានរបួសយ៉ាងខ្លាំងគាត់មិនអាចត្រឡប់ទៅគ្រួសារចៅវិញបានភ្លាមនោះទេគាត់ត្រូវរកកន្លែងព្យាបាលរបួសជាមុនសិនកាត់មកកាន់ទីវាលហោស្ថានវិញមាននារីម្នាក់ឃ្លុំអាវចិត្តស្របពេលដែលកំពុងតែភ្លៀងផ្គរដើរចូលទៅកាន់ផ្ទះមួយកន្លែងថែមទាំងនិយាយទៀតថាចុងក្រោយនាងបានរកឃើញហើយបើតាមព្រេងនិទាននិយាយតគ្នាហាងងងឹតត្រូវបានបន្សល់ទុកអស់រយៈពេលរាប់ពាន់ឆ្នាំហើយនៅក្នុងទីវាលរហោស្ថាននេះពួកគេថែមទាំងអាចសម្លាប់មនុស្សដែលមានកម្រិតទី7បានទៀតផងដរាបណាពួកគេយល់ព្រមទទួលការងារពួកគេប្រកាសជាអាចសម្លាប់ចៅហ្វាងបានថែមទាំងដើរចូលទៅកាន់ផ្ទះនោះនៅពេលដែលចូលមកដល់ខាងក្នុងមានបរិសុទ្ធចំណាស់ម្នាក់ជាអ្នកមើលថែនៅក្នុងហាងស៊ីធូវ៉ាន់ជន់និយាយថានាងចង់សម្លាប់មនុស្សបរិសុទ្ធចំណាស់និយាយថាអតិថិជនចង់សម្លាប់អ្នកណាស៊ីធូវ៉ាន់ជន់បញ្ចេញថង់ប្រាក់បោះទៅលើតុហើយតបថាចៅហ្វាងនៅក្នុងទីក្រុងអ៊ីស៊ុយចៅហ្វាងមានកម្រិតទី4តែប៉ុណ្ណោះថែមទាំងសួរថាប្រាក់ប៉ុណ្ណឹងគ្រប់គ្រាន់ដែរឬទេបរិសុទ្ធចំណាស់លើកមើលប្រាក់បោះចុះបោះឡើងប្រាប់ទៅវិញថាលើសពីគ្រប់គ្រាន់ហើយដើរទៅខាងលើថែមទាំងនិយាយថាគាត់នឹងរៀបចំឃាតករភ្លាមក្នុងរយៈពេល3ថ្ងៃចាំទទួលដំណឹងពីការស្លាប់របស់ចៅហ្វាងចុះស៊ីធូវ៉ាន់ជន់និយាយថាល្អចាំមើលតើលោកនៅសប្បាយចិត្តបានប្រហែលថ្ងៃទៀតនៅពេលដែលលោកស្លាប់ខ្ញុំនឹងសម្លាប់អ្នករាល់គ្នានៅក្នុងគ្រួសារចៅថែមទាំងសើចយ៉ាងសប្បាយចិត្តកាន់មកកាន់ដំណាក់របស់គ្រួសារចៅវិញលោកតានិយាយថាបើតាមព័ត៌មានដែលទទួលបានពីសំណាក់ម្ចាស់ក្រុងប៉ុន្មានថ្ងៃមុនស៊ីធូហោជានិងក្រុមបកពួកត្រូវបានហ្វាងសម្លាប់ទីបំផុតគ្រួសារចៅត្រូវបានរួចផុតពីការគំរាមកំហែងទាំងអស់ជឿតានិយាយថាចាប់តាំងពីសំណាក់របស់ម្ចាស់ក្រុងត្រូវបានដួលរលំហេតុអីបានជាលោកប្រុសមិនទាន់ត្រឡប់មកវិញលោកតាថាគាត់បានឮគេនិយាយថាហ្វាងគេហាក់ដូចជាត្រូវរបួសបន្ទាប់ពីការប្រយុទ្ធជាមួយបេសកជនគ្រួសារចៅរួចមកតែក៏មិនប្រកាសចិត្តប៉ុន្មានដែរជឿតានថាពិតឬមិនពិតនាងសង្ឃឹមថាអ្នកប្រុសនឹងអាចត្រឡប់មកវិញឆាប់ស្របពេលនោះមានបរិសុទ្ធបិទមុខ2នាក់បំបែកទ្វារចូលមកក្នុងផ្ទះលោកតាប្រាប់ឲ្យជឿតានប្រយ័ត្នថែមទាំងស្រែកថាតើអ្នកជាអ្នកណាអ្នកបម្រើកាន់កាំបិតរត់ចេញមកថែមទាំងនិយាយថាឯងហ៊ានបំពេញផ្ទះរបស់គ្រួសារចៅថែមទាំងប្រាប់ឲ្យចុះចាញ់ភ្លាមទៅបើនៅចង់សុខខ្លួនបរិសុទ្ធបិទមុខអាវស្វាយសើចគ្រាន់តែជាសត្វស្រមោចសត្វសង្អាហ៊ានមកហាស្ដីនៅទីនេះផងឆាប់ចេញពីផ្លូវរបស់ពួកគេឲ្យបាត់ទៅដកអាវុធដូចជាកណ្ដៀវកាប់ចេញទៅអ្នកបម្រើ2នាក់ខ្ទាតចង់80ម៉ែត្រពូអាវខ្មៅសើចនឹងនិយាយទៀតថាគាត់ក៏ចង់ចូលរួមសប្បាយដែរកាន់កាំបិតដូចជាកណ្ដៀវរបស់គេកាប់ចិត្ត200លានកាំបិតទៅលើអ្នកបម្រើលោកតានិយាយថាអ្នកក្លាហានទាំងពីរមកពីនិកាយក្បាច់គុណដែលលើសពីកម្រិតស្ដេចឬក៏កម្រិតទី4គ្មាននរណាម្នាក់គឺជាដៃគូរបស់ពួកគេទេនឹងណែនាំខ្លួនថាគាត់មានឈ្មោះថាចៅចឹងហ្វឹងជាម្ចាស់គ្រួសារចៅនៅទីក្រុងអ៊ីស៊ុយមួយនេះគាត់មិនដឹងថាហេតុអ្វីបានជាភ្ញៀវកិត្តិយសទាំងពីរមកនៅថ្ងៃនេះតើខ្យល់អ្វីបក់អស់លោកទាំងពីរមកកាន់គ្រួសារចៅពូអាវខ្មៅសួរតើចៅហ្វាងនៅឯណាប្រាប់ឲ្យគេចេញមកលោកតាថាហ្វាងនៅពេលនេះមិននៅផ្ទះទេប្រសិនបើអស់លោកមានការជាមួយនឹងហ្វាងចាំមកនៅពេលក្រោយទៅពួកអាវខ្មៅថាគេមិននៅកុំព្យាយាមលាក់បំពួនមិនអញ្ចឹងមនុស្សគ្រប់គ្នានៅក្នុងគ្រួសារចៅនឹងត្រូវស្លាប់
ថែមទាំងប្រើប្រាស់កម្លាំងដើម្បីគំរាមលោកតាថាគ្រប់ពាក្យពេចន៍ទាំងអស់ដែលគាត់បាននិយាយគឺសុទ្ធតែជាពាក្យពិតហ្វាំងពិតជាមិននៅផ្ទះមែនពួកអាវស្វាយថាគាត់បានប្រើប្រាស់កម្លាំងវិញ្ញាណដើម្បីត្រួតពិនិត្យហើយពិតជាមិនឃើញមានសញ្ញារបស់ចៅហ្វាំងពិតមែនចុះធ្វើមិនទៅពួកអាវខ្មៅថានេះមិនមែនជាតារបស់ចៅហ្វាំងទេឬចាប់គាត់យកទៅចៅហ្វាំងច្បាស់ជាដើរចូលអន្ទាក់ដោយខ្លួនឯងពួកអាវស្វាយថាគំនិតល្អថែមទាំងចង្អុលប្រាប់ឲ្យទៅជាមួយនឹងគាត់ថែមទាំងប្រើប្រាស់កម្លាំងចេញជារៀងក្រញាំដៃជឿតានរត់ទៅរងចំនួនថែមទាំងប្រាប់ឲ្យលោកតាឲ្យរត់ទៅទុកឲ្យនាងជាអ្នកទប់ទល់ជឿតានបញ្ចេញជាខែលទប់ទល់ជាមួយនឹងកម្លាំងកញ្ញាំដៃតែទប់ទល់មិនជាប់បែកខែលជឿតានអណ្ដែតទៅខាងលើពួកអាវស្វាយនិយាយថាតើនេះគឺជារាងកាយនៃឋានរកតើអ្នកណាទៅដឹងថានៅក្នុងទីក្រុងអ៊ីស៊ុយដ៏តូចមួយនេះមានរាងកាយដ៏កម្របែបនេះសឹងតែមួយពិភពលោកគ្មានមួយផងថែមទាំងបន្តសើចថែមទាំងនិយាយទៀតថាទេវតាជួយពួកយើងឲ្យរាងកាយនៃឋានរកមានសារៈសំខាន់ណាស់សម្រាប់ការបង្កើនឡើងនៃកម្លាំងសម្លាប់ពួកយើងត្រូវនាំនាងត្រឡប់ទៅទីស្នាក់ការវិញជាបន្ទាន់រឿងរបស់ចៅហ្វាងຕົកមួយឡែកសិនទៅថែមទាំងលោតចូលទៅចាប់យករាងកាយរបស់ជឿតានហើយហោះចេញទៅបាត់ទៅលោកតាបានត្រឹមស្រែកពីក្រោយជឿសាននិងបន្សល់និមិត្តសញ្ញាមួយដែលបានដាក់ជាអក្សរចិនថាជាវបកថាស្រាតែអេដមីនក៏មិនដឹងថាវាមានអត្ថន័យយ៉ាងណាដែរនៅក្នុងផ្លាកបញ្ជាមួយនោះសាច់រឿងរបស់យើងក៏បានបញ្ចប់អញ្ចឹង admin សូមនិយាយបន្តិចដោយសារពីម្សិលមិញហ្នឹង admin ផុសរឿង The Popo River ប៉ុន្តែជាប់ copyright admin ផុស4ដងជាប់ copyright ទាំង4ដងអញ្ចឹង admin សម្រាប់ចិត្តថាអត់ធ្វើវីដេអូហ្នឹងទេអញ្ចឹងសូមលើកយករឿងផ្សេងអញ្ចឹងបើសិនអ្នកទាំងអស់គ្នាមានរឿងអ្វីអាច comment នៅខាងក្រោមបានជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់យើងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា